សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាទាំងដែលខ្ញុំនាំយកនៅអត្ថបទសារព័ត៌មានក្រៅប្រទេសមួយស្លាប់មនុស្ស50នាក់នៅក្នុងហេតុការណ៍ឆេះនិងលិចទូកឈើនៅកុងហ្គោទូកមួយបានក្រឡាប់បន្ទាប់អំពីភ្លើងឆេះនៅភាគពាយ័ព្យនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់50នាក់ស្លាប់និងរាប់រយនាក់បានបាត់ខ្លួននេះបញ្ជាក់តាមការចេញផ្សាយរបស់សារព័ត៌មាន AI Jazeera នៅថ្ងៃទី17មេសានេះហេតុការណ៍នេះបានកើតឡើងកាលអំពីយប់ថ្ងៃអង្គារនៅលើដងទន្លេកុងហ្គោខណៈដែលមានការស្វែងរកអ្នកបាត់ខ្លួនកំពុងតែបន្តជាមួយនឹងក្រុមជួយសង្គ្រោះដែលគាំទ្រដោយកាត់ក្បាលក្រហមនិងអាជ្ញាធរកុងហ្គោទូកដែលបានឆេះនេះគឺជាទូកឈើផ្ទុកអ្នកដំណើរប្រហែលជា400នាក់បានឆាប់ឆេះនៅជិតទីក្រុងអម្បានដាកាបន្ទាប់អំពីបានចាក់ចេញអំពីកំពង់ផែម៉ាតាន់គូមូទៅកាន់តំបន់បូឡូបានៅក្នុងខេត្តអ៊ីក្វេទ័រឧបទ្ទវហេតុនេះបានកើតឡើងដោយសារតែមានអ្នកចម្អិនម្ហូបអាហារនៅលើទូកអ្នកដំណើរជាច្រើនអ្នករួមមានស្ត្រីនិងកុមារបានស្លាប់បន្ទាប់អំពីលោតចូលទៅក្នុងទឹកអ្នកដែលនៅរស់រានមានជីវិតប្រហែលជា100នាក់ត្រូវបានជួយសង្គ្រោះដែលភាគច្រើននៃពួកគេរងរបួសរលាកធ្ងន់ធ្ងរបើតាមទីភ្នាក់ងាររបស់ AI Jazeera ឧបទ្ទវហេតុទូកបណ្ដាលឲ្យស្លាប់មនុស្សគឺជារឿងធម្មតានៅក្នុងប្រទេសអាហ្វ្រិកកណ្ដាលនេះបូករួមជាមួយនឹងក្រុមជួយសង្គ្រោះច្រើនដែលគ្មានបទពិសោធន៍និងគ្មានសមត្ថភាពក្នុងការគ្រប់គ្រងគ្រោះអាសន្នមនុស្សរាប់រយនាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ទូកក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះកាលអំពីខែធ្នូឆ្នាំមុនមនុស្សយ៉ាងហោចណាស់38នាក់បានស្លាប់បន្ទាប់អំពីសាឡាងដឹកមនុស្សជាង400នាក់ធ្វើដំណើរទៅបុណ្យណូអែលបានក្រឡាប់នៅលើទន្លេមួយនៅភាគឦសាននៃប្រទេសទូកមួយក៏បានក្រឡាប់នៅបឹងគីវូភាគខាងកើតនៃប្រទេសនោះផងដែរកាលអំពីខែតុលាឆ្នាំមុនដោយបានសម្លាប់មនុស្ស76នាក់បើជាសូមបញ្ចប់នៅតំបន់នេះតែត្រឹមនេះសិនបងប្អូនដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ដើម្បីទទួលបាននូវអត្ថបទសារព័ត៌មានផ្សេងៗទៀតបាទសូមអរគុណនិងសូមគោរពលា